ខ្សែនិងជាសាច់ប្រាក់សុទ្ធរហូតដល់10លានរៀលក្នុងមួយកំវិលកំប៉ុងចំនួន8888លានរៀលចាហើយក៏សូមអរគុណដល់ទឹកផ្លែឈើកែនគោទឹកផ្លែឈើកែនគោចម្រាញ់ចេញពីទឹកផ្លែឈើស្រស់សុទ្ធ 100% តាមស្តង់ដារនិងបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ជប៉ុនព្រមជាមួយការផ្ដល់រង្វាន់រហូតទៅដល់10លានរៀលដោយច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមកពិសាទឹកផ្លែឈើកែនគោដើម្បីសុខភាពលោកអ្នកស្រឡាញ់សុខភាពស្រឡាញ់កែនគោហេងសត្រាមិញបានទទួលការពមៀនពីអាជ្ញាកណ្ដាលលោកទេសរិនបាទមើលទៅតម្រង់របស់ហេងសត្រាដូចជាធ្លាក់បន្តិចគាត់តែចាប់ដើមទឹកមួយមកបាទវងគង់រាជកំពុងឲ្យទឹកថែមយោបល់តិចតួចបាទខណៈដែលអានមនីដូចជាមិនបាច់ទាំងទទួលនៅដំបូងមានប្រមាណទេព្រោះគាត់ដឹងខ្លួនគាត់ច្បាស់ហើយតែត្រូវតែតស៊ូដើម្បីផុតពីចង់និយាយថាផុតពីតំបន់កាត់ចោលព្រោះ8នាក់កាត់ចោល4ទុក4ឡើងទៅលេខវគ្គខ្វែងបាទជារជ្ជកាលទី1នៅក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ស្រាបៀរភ្នំពេញបងប្អូនអាចទស្សនានៅសង្វៀននៅមជ្ឈមណ្ឌលកីឡាកងយុទ្ធពលខេមរៈភូមិន្ទស្តាតចាស់ថ្ងៃពហុពីម៉ោង3កន្លះដល់ម៉ោង6ថ្ងៃសុក្រពីម៉ោង4ដល់ម៉ោង6កន្លះថ្ងៃសៅរ៍ពីម៉ោង1ដល់ម៉ោង4កន្លះថ្ងៃអាទិត្យពីម៉ោង1ដល់ម៉ោង4:15នាទីហើយវាយដាក់ទ្រង់ពីម៉ោង7ដល់ម៉ោង9កន្លះបាទទឹកពីមង្គលក្រហមអានមនីមង្គលខៀវហេងសត្រាប្រកួតដំបូងល្អដែលប្រមាណប្រកួតចុងក្រោយពីប្រកួតចុងក្រោយនេះហេងសត្រាដូចជាធ្លាក់បន្តិចបាទតែបន្តិចអានមនីទុតសម្ដៅតែផ្ទៃមុខទេទុតឡើងឈូសលើកជើងចង់ដួលខ្លួនឯងកវែលោតទៅជ្រោកជលហេងសត្រាថយទុតកាត់មកវិញទុតទៅវិញដែរស្ដាំម្ដាយថែមទៀតលោកទេសរិនតបបាទស្រួលអ្នកទាំងពីរអានម៉ារីដើរចូលដល់ឆ្វេងចេះឆ្វេងរៀងខ្លួនមាត់ស្ដាំថែមស្ដាំមកវិញស្ដាំទៅវិញដែរចូលចាប់កាចរុញឲ្យហេងសត្រាដួលទៅម្ដងទៀតទៅឆ្វេងពីអានម៉ារីស្ដាំមកជើងទៅវិញគោលដៃជង្គង់លោតទេពីអានម៉ូនីមើលទៅថ្ងៃនេះហេងសត្រាដូចជារយៈបន្តិចនៅក្នុងការប្រកួតស្ដាំម្ដាយពីអានម៉ូនីល្អប្រវត្តិនៃទាំងពីរអត់ដែរជួបគ្នាទេបាទអត់ដែរជួបគ្នាទេលើកទី2ហើយដែលលោកទេសរិនធ្វើការប្រមានលើបង្គោលខៀវហេងសត្រាបាទបើសិនណាជាទឹក4ទឹក5អស់មិនថាទេបាទហេងសត្រាម្រងអស់តាំងពីទឹក1ឥឡូវទឹក2ហ្នឹងម្រងតែអស់ទៀតហើយអស់នៅកុំបន្ទោសថាមកពីមិនបានហាត់ទេបន្ទោសថាអញ្ចឹងអត់ត្រូវទេណាព្រោះកីឡាករដឹងតែខ្លួនឯងចិត្តប្រកួតត្រូវតែហាត់ដើម្បីបំពេញកម្លាំងរបស់ខ្លួនត្រៀមប្រកួតអញ្ចឹងអត់អាចបន្ទោសអ្នកណាបានទេបើសិនណាជាយើងមានលក្ខណៈមួយដែលថាខុសប្រក្រតីយ៉ាងណានោះជង្គង់បន្តការប្រកួត50វិនាទីចុងក្រោយទឹកទី2ទាត់ឆ្វេងជង្គង់បោកត្រង់ចូលចាប់ហើយជង្គង់សត្រាជង្គង់មនីជង្គង់សត្រាលាស់កាច់មកវិញអាជ្ញាកណ្ដាលពមៀនទៀតដកពងបាទឃើញទេដកពងបាទហេងសត្រាបាទតែហេងសត្រាបង្ហាញកាយវិការហាក់ដូចជាមិនយល់ស្របនឹងការដកពងនេះទេថាគាត់ប្រឹងដែរតែរដងមិនអញ្ចឹងបាទចូលទៅខ្ទាស់ខាងលើកាច់ខាងក្រោមជង្គង់បុកពេញពីហេងសត្រាអូយចង់ក្រាំងអានមនីវាយកាត់អាននេះជង្គង់បុកពេញទៀតពីហេងសត្រាជង្គង់សត្រាថែមអូយណែនហើយក៏ជង្គង់មួយទៀតធ្វើអានមនីស្ទើរតែស្ទុះទៅវាយហេងសត្រាថយផុត3ម្ដាយទៀត2ម្ដាយទៀតចូលចាប់កាច់ចាប់ទឹកហើយបងសម្លាញ់នេះផាណាគេមានអាយុប្អូនរីតា1ឆ្នាំនាងចាំទុកអ្វីដែលជារបស់នាងគឺជារបស់យើងពាក់កណ្ដាល